រឿងម៉ាក់កូនឈឺម៉ាក់កំពុងលួងលោមណាដែលកំពុងឈឺញ៉ាំទឹកដោះគោបន្តិចទៅកូនកូនអត់ចង់ញ៉ាំទេវាអត់ឆ្ងាញ់អញ្ចឹងញ៉ាំក្រូចវិញមិនដែរកូនមិនចង់ញ៉ាំវាទេនីឆ្ងល់ហើយក៏សួរទៅណាហេតុអីបងមានស្នាមអុចក្រហមច្រើនម្ល៉េះបងក៏អត់ដឹងដែរអាស្នាមអុចក្រហមឆ្កួតឡប់នេះវាចេញមកពីណាបងក៏មិនដឹងខ្លួនដែរនីគិតក្នុងចិត្តម៉ាក់បានឲ្យរបស់ជាច្រើនទៅបងណាគ្រាន់តែណាចេញអុចក្រហមមកតិចតួចសោះអូនឹកឃើញហើយនីបានរត់ទៅរកខៅពណ៌របស់នាងនេះណែខ្មៅដៃពណ៌ក្រហមរបស់ខ្ញុំនីបានគូសស្នាមអុចចុចពេញមុខរបស់នាងហើយពេញទាំងដៃនិងជើងរបស់នាងហេខ្ញុំមានស្នាមអុចក្រហមច្រើនជាងបងណាទៀតនីរត់ទៅផ្ទះបាយហើយនិយាយទៅកាន់ម៉ាក់យ៉ាងអន្ទះសារម៉ាក់មើលនេះឥឡូវខ្ញុំក៏ឈឺដូចបងណាដែរអូកូនសម្លាញ់ម៉ាក់មិនអីទេម៉ាក់ដឹងពីវិធីព្យាបាលជំងឺរបស់កូនណានីគ្រាន់តែកូនងូតទឹកឲ្យស្អាតកូនលែងឈឺទៀតហើយនីអោបករបស់ម៉ាក់នាងម៉ាក់គឺជាគ្រូពេទ្យពូកែជាងគេនៅលើពិភពលោកនេះបាទសម្រាប់រឿងម៉ាក់កូនឈឺចប់ទៅប៉ុណ្្នេះឯង